ដឹកនាំប្រទេស47ឆ្នាំធ្វើឲ្យសម្ដេចតេជោស្គាល់ស្ទើរគ្រប់វិជានៃបញ្ហារបស់ជាតិប្រជាជនបញ្ហាតំបន់និងអន្តរជាតិការដឹកនាំកម្ពុជារយៈពេល47ឆ្នាំរបស់សម្ដេចតេជោហ៊ុនសែនបាននាំមកនូវសន្តិភាពការរួបរวมជាតិនិងការអភិវឌ្ឍដោយសពថ្ងៃគឺជាលទ្ធផលដែលបានផ្ដល់ជូនប្រជាជនទូទាំងប្រទេសហើយប្រជាជនទូទាំងប្រទេសក៏បានផ្ដល់នូវសេចក្តីទុកចិត្តគោរពស្រឡាញ់និងគាំទ្រជូនចំពោះសម្ដេចនិងគណៈបកប្រជាជនចំពោះការដឹកនាំជាតិសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាយប់ថ្ងៃទី13ខែមករាបានបង្ហោះសារបញ្ជាក់ពីខួប41ឆ្នាំចូលកាន់តំណែងនាយករដ្ឋមន្ត្រីតែកាលនោះមានវ័យត្រឹមតែ32ឆ្នាំប៉ុណ្ណោះសម្ដេចតេជោបានបង្ហាញយ៉ាងដូចនេះថាស្ទើរតែផ្លេចថ្ងៃនេះគឺថ្ងៃខួប41ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ខ្ញុំថ្ងៃទី14មករា1985ដល់14មករា2026ពេលនោះជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេក្នុងពិភពលោកក្នុងវ័យ32ឆ្នាំបន្ទាប់ពីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសខែមករាឆ្នាំ1979ក្នុងវ័យ27ឆ្នាំនិងជាឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសខែមិថុនាឆ្នាំ1981ក្នុងវ័យ29ឆ្នាំសម្ដេចតេជោគូបញ្ជាក់ថារយៈពេលអំពេញការងារក្នុងរាជរដ្ឋាភិបាលរយៈពេលជាង44ឆ្នាំនិងនៅប្រសិទ្ធភាពជិត3ឆ្នាំសរុបជាង47ឆ្នាំធ្វើឲ្យសម្ដេចស្គាល់ស្ទើរគ្រប់វិជានៃបញ្ហារបស់ជាតិនិងក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិ